ចូលឆ្នាំចិនទាំងមូលអត់លុយដើរលេងនៅឆ្ងាយចឹងមានមកចិត្តហ្នឹងអូយអៀនខ្លាំងណាស់ពេលឃើញផុសស្អាតស្លឹងមើលមុខអញ្ចឹងណាបាទសំទោសអធិស្ឋានបងម្ចាស់ហូបផងហើយឥឡូវនេះខ្ញុំបាទកំពុងតែនៅភ្នំឧដុង្គតាំងពីកើតរហូតមកដល់ឥឡូវនេះបាទអត់ដែរមកដល់លេងភ្នំឧដុង្គទេមកលើកទី1ហើយនិយាយពីថាមនុស្សច្រើនខ្លាំងណាស់ហើយរបស់ញ៉ាំវិញបងប្អូនទាំងអស់គ្នាអាចឃើញនៅក្នុងវីដេអូរបស់ខ្ញុំអីច្រើនមុខមែនតើអ្វីដែលខ្ញុំថតនេះគ្រាន់តែជា40% ឯងនៅមានរបស់ញ៉ាំច្រើនទៀតអ្វីដែលខ្ញុំថតនៅក្នុងនេះសិតតែរបស់ញ៉ាំដែលជាម្ហូបចំណីរបស់ខ្មែរយើងហ្នឹងហើយបងទាំងអស់គ្នាអាចមើលលេងបាននៅក្នុងវីដេអូមួយនេះអរគុណ